ថ្ងៃទី3នៃថ្ងៃបញ្ចប់សង្ក្រាន្តនៅខេត្តតាកែវយើងហើយពុកម៉ែបងប្អូនហើយខ្ញុំទៅបានទៅដើរលេងនឹងគេទេពុកម៉ែបងប្អូនហើយមិនដឹងថាមនុស្សម្នាមកពីណេពីណាខ្លះទេមានច្រើនកកកខ្លាំងមែនទែនពុកម៉ែបងប្អូនមើលតែក្នុងវីដេអូនេះដឹងហើយច្រើនកកកមែនទែនមិនដឹងជាប្រមាណ100000នាក់ទេបើសិនជារាប់វិញហើយនិយាយពីការសបាយវិញគឺសបាយខ្លាំងមែនទែនមើលតែមុខម្នាក់ដឹងហើយសបាយរីករាយស្រែកហូរកជ្រៀវម្នាក់មុខសុទ្ធតែម្សៅហើយនឹងទៅទឹកជោកទាំងអស់ដោយសារតែការលេងជះទឹកនឹងប៉ាតម្សៅសបាយរីករាយខ្លាំងមែនទែនហើយខ្ញុំសង្កេតឃើញថានៅក្នុងខេត្តតាកែវរបស់យើងពេលដែលលេងជះទឹកប៉ាតម្សៅបងប្អូនយើងអត់ប្រកាន់គ្នាទេគឺលេងសបាយទាំងអស់គ្នាមិនមានការប្រកាន់រើសអើងគ្នានោះឡើយមើលណែបងប្អូនហើយមើលនៅក្នុងវីដេអូដល់ស្ដីពុកម៉ែបងប្អូនទាំងគ្នាក្រាននៅខេត្តតាកែវយើងមនុស្សច្រើនមែនទេពុកម៉ែបងប្អូនហើយមនុស្សច្រើនមែនទេមើលនៅក្នុងវីដេអូដល់ហើយបងប្អូនទាំងអស់គ្នាអ្នកដែលមានសង្សារកាន់ឯកច្រើនមែនទេហើយខ្ញុំបាទពិតជាអរគុណដល់ឯកឧត្តមវៃសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវខ្លាំងមែនទែនដែលលោកបានរៀបចំនៅព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងខេត្តតាកែវយើងនេះឡើងបងប្អូនម្នាក់សប្បាយមកអស់ដៃតែម្ដងសម្រាប់ឆ្នាំនេះរយៈពេល3ថ្ងៃនេះគឺបងប្អូនមកចូលរួមលេងកម្សាន្តនៅក្នុងខេត្តតាកែវរបស់យើងក៏ដូចជានៅទីតាំងតំបន់ត្រជាក់ចិត្តនេះគឺច្រើនអ៊ូអរខ្លាំងមែនទែនឆ្នាំក្រោយយើងជួបគ្នាទៀតណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយកុំភ្លេចជួយចុច follow ឲ្យខ្ញុំបាទម្នាក់មួយផងណាបងប្អូនជាទីស្រឡាញ់ពេញបេះដូង